សាកបូជាថ្ងៃ15កើតខែពេញបូរមីព្រះពុទ្ធប្រសូតពីផ្ទៃព្រះឧត្តរព្រះមេដាក្រោមដើមសាលព្រឹកអ្នកប្រាជ្ញបារមីល្បីល្បាញក្នុងលោកាព្រះអង្គមានព្រះនាមថាព្រះសុទ្ធប្រសិទ្ធលោកាពីសាបូជាថ្ងៃ15កើតខែពេញបូរមីក្រុមដើមពោធិ៍ព្រឹកព្រឹកបីព្រះអង្គត្រាស់ដឹងអូចាសម្រេចព្រះធម៌សុខៈផុតទុក្ខកិលេសតណ្ហាឆ្លងភពវិវត្តសង្សារក៏ចាំងឈឺស្លាប់និព្វានទិញសាបូជាថ្ងៃ15កើតខែពេញបូរមីក្រុមដើមពោធិ៍ព្រឹកព្រឹកបីព្រះពុទ្ធបរិនិព្វានមិនសល់ទុកព្រះគម្ពីរព្រះត្រៃបិដកជាស្ពានរៀបប្រតិបត្តិសិលទានឆ្លងផុតវិលវត្តសង្សារពីសាបូជាប្រពៃពុទ្ធសាសនាត្រូវចងចាំរំលឹកប្រារព្ធរាល់ឆ្នាំទិវាព្រះពុទ្ធសាសនាថ្ងៃ15កើតខែពេញបូរមីពីសាងបូជាព្រះសម្មាសម្ពុទ្ធអង្គចាប្រសូតត្រាស់ដឹងនិព្វានសាបូជាថ្ងៃ15កើតខែពេញបូរមីក្រុមដើមពោធិ៍ព្រឹកព្រឹកបីព្រះអង្គត្រាស់ដឹងអូចាសម្រេចព្រះធម៌សុខៈផុតទុក្ខកិលេសតណ្ហាឆ្លងភពវិវត្តសង្សារក៏ចាំងឈឺស្លាប់និព្វានទិញសាបូជាថ្ងៃ15កើតខែពេញបូរមីក្រុមដើមពោធិ៍ព្រឹកព្រឹកបីព្រះពុទ្ធបរិនិព្វានមិនសល់ទុកព្រះគម្ពីរព្រះត្រៃបិដកជាស្ពានរៀបប្រតិបត្តិសិលទានឆ្លងផុតវិលវត្តសង្សារពីសាបូជាប្រពៃពុទ្ធសាសនាត្រូវចងចាំរំលឹកប្រារព្ធរាល់ឆ្នាំទិវាព្រះពុទ្ធសាសនាថ្ងៃ15កើតខែពេញបូរមីពីសាងបូជាព្រះសម្មាសម្ពុទ្ធអង្គចាប្រសូតត្រាស់ដឹងនិព្វាន